ប្រភពដើមនឹងការកើតទឹកដីរបស់ជនជាតិសៀមថៃគឺជាប្រធានបទមួយដែលអ្នកប្រវត្តិសាស្ត្រនិងអ្នកបុរាណវិទ្យាបានសិក្សាយ៉ាងច្រើនតាមរយៈភស្តុតាងប្រវត្តិសាស្ត្រយើងអាចសង្ខេបនៅដំណើរបមាទីនិងការកើតទឹកដីរបស់ពួកគេដូចខាងក្រោមមួយប្រភពដើមពីភាគខាងត្បូងប្រទេសចិនទ្រឹស្ដីដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយបំផុតគឺជនជាតិថៃឡាវឆេកេដេមានដើមកំណើតនៅតំបន់ភាគខាងត្បូងនៃប្រទេសចិនក្នុងខេត្តយូណានគួយជើនិងខ្វាងស៊ីសប្ថ្ងៃកាលពី72000ឆ្នាំមុនពួកគេបានរស់នៅជាក្រុមតូចនិងមានវប្បធម៌ដាំដុះស្រូវ2ការផ្លាស់ទីចុះមកទីខាងត្បូងនៅចន្លោះសតវត្សទី8ដល់ទី13ជនជាតិថៃបានចាប់ផ្ដើមធ្វើចំណាកស្រុកចុះមកភាគខាងត្បូងបន្តិចម្ដងដោយសារមូលហេតុមួយចំនួនដូចជាការរីកសាយភាយនៃអំណាចចិនការដាក់សម្ពាធពីរាជវង្សចិននិងការឈ្លានពានរបស់ម៉ុងហ្គោលកុបឡៃខាន់នៅសតវត្សទី13ការស្វែងរកដីកសិកម្មពួកគេបានធ្វើដំណើរតាមដងទន្លេធំដូចជាទន្លេមេគង្គទន្លេសាល់វិននិងទន្លេជើភ្ញា3ការជ្រៀតចូលក្នុងអាណាចក្រខ្មែរនិងភូមានៅពេលចុះមកដល់តំបន់អាស៊ីអាគ្នេយ៍ដីគោកពួកគេមិនទាន់មានរដ្ឋឯករាជ្យភ្លាមនោះទេដំបូងឡើយពួកគេបានរស់នៅជាសហគមន៍តូចហៅថាយមឿងនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរសម័យអង្គរដែលគ្រប់ដណ្ដប់លើតំបន់ដងទន្លេជើភ្ញាស្ទើរទាំងស្រុងជនជាតិសៀមខ្លះបានបម្រើការជាទាហានស៊ីឈ្នួលឬជាអ្នកធ្វើការក្នុងអាណាចក្រខ្មែរដូចមានរូបចម្លាក់យូស៊ីមគុកនៅលើជញ្ជាំងប្រាសាទអង្គរវត្តជាភស្តុតាង4ការកើតរដ្ឋដំបូងនិងការពង្រីកទឹកដីនៅសតវត្សទី13នៅពេលដែលអំណាចកណ្ដាលនៃអាណាចក្រខ្មែរចាប់ផ្ដើមចុះខ្សោយជនជាតិសៀមបានចាប់ផ្ដើមបង្កើតរដ្ឋខ្លួនឯងអាណាចក្រសុខោទ័យ Safavid បង្កើតឡើងនៅឆ្នាំ1238ដោយបានដណ្ដើមយកទឹកដីពីការគ្រប់គ្រងរបស់ខ្មែរអាណាចក្រយុធ្យាបង្កើតឡើងនៅឆ្នាំ1350ដែលជារដ្ឋដ៏មានអំណាចបំផុតនិងបានពង្រីកទឹកដីយ៉ាងខ្លាំងក្លាដោយវាយដណ្ដើមយកទឹកដីពីខ្មែរនិងភូមា5ផែនទីទឹកដីបច្ចុប្បន្នទឹកដីប្រទេសថៃសពថ្ងៃគឺជាលទ្ធផលនៃការបង្រួបបង្រួមអាណាចក្រតូចដូចជាសុខោទ័យអយុធ្យាធនបុរីនិងឡានណានិងការធ្វើកំណែទម្រង់ព្រំដែនក្នុងសម័យរថអង្គរសិនទោសម័យបច្ចុប្បន្នជាពិសេសក្នុងរជ្ជកាលស្តេចរាមាទី4និងទី5ដើម្បីទប់ទល់នឹងអាណានិគមអឺរ៉ុបសង្ខេបមកវិញដូនតាសៀមមានប្រភពចេញពីភាគខាងត្បូងប្រទេសចិនរួចចុះមកតាំងទីលំនៅលើទឹកដីដែលដើមឡើយជារបស់អាណាចក្រខ្មែរនិងអាណាចក្រមុនរហូតកើតជាប្រទេសថៃសព្វថ្ងៃនេះ